សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនអក្សរខ្មែរទាំង33តួទាំងអស់គ្នាអក្សរទី1គឺអក្សរកអក្សរកគឺកង្កែបសួស្តីបងប្អូនខ្ញុំគឺសត្វកង្កែបអក្សរទី2គឺអក្សរខអក្សរខគឺខ្លាសួស្តីបងប្អូនខ្ញុំគឺសត្វខ្លា អក្សរទី3គឺអក្សរគោអក្សរគោគឺគោ សួស្តីបងប្អូនខ្ញុំគឺសត្វគោ អក្សរទី4គឺអក្សរខអក្សរខគឺធ្មុំ សួស្តីបងប្អូនខ្ញុំគឺសត្វឃ្មុំ អក្សរទី5គឺអក្សរងអក្សរងគឺងាវ សួស្តីបងប្អូនខ្ញុំពាក់សម្បកងាវ អក្សរទី6គឺអក្សរចអក្សរចគឺសត្វចាបសួស្តីបងប្អូនខ្ញុំគឺសត្វចាបអក្សរទី7គឺអក្សរឆអក្សរឆគឺសត្វឆ្មា សួស្តីបងប្អូនខ្ញុំគឺសត្វឆ្មា អក្សរទី8គឺអក្សរជអក្សរជគឺសត្វជ្រូក សួស្តីបងប្អូនខ្ញុំគឺសត្វជ្រូក អក្សរទី9គឺអក្សរឆអក្សរឆគឺសត្វឆ្លួះសួស្តីបងប្អូនខ្ញុំគឺសត្វឆ្លួះអក្សរទី10គឺអក្សរញអក្សរញគឺសត្វរញី សួស្តីបងប្អូនខ្ញុំគឺសត្វរញី អក្សរទី11គឺអក្សរដអក្សរដគឺសត្វដំរី សួស្តីបងប្អូនខ្ញុំគឺសត្វដំរី អក្សរទី12គឺអក្សរថគឺឋានីតោះនាំគ្នាទៅឋានីជិះរថភ្លើងអក្សរទី13គឺអក្សរដអក្សរដគឺដង្កូវដួង សួស្តីបងប្អូនខ្ញុំគឺសត្វដង្កូវដួង អក្សរទី14គឺអក្សរធអក្សរធគឺសត្វធេមរា សួស្តីបងប្អូនខ្ញុំគឺសត្វធាមរា អក្សរទី15គឺអក្សរណអក្សរណគឺណាំវ៉ាតើបងប្អូនចូលចិត្តញ៉ាំចេកណាំវ៉ាទេអក្សរទី16គឺអក្សរតអក្សរតគឺត្រី សួស្តីបងប្អូនខ្ញុំគឺសត្វត្រី អក្សរទី17គឺអក្សរថអក្សរថគឺថោផ្កាយើងដាក់ផ្កាចម្រុះពណ៌នៅក្នុងថោផ្កាអក្សរទី18គឺអក្សរតអក្សរតគឺសត្វទា សួស្តីបងប្អូនខ្ញុំគឺជាសត្វទា អក្សរទី19គឺអក្សរថអក្សរថគឺធុងទឹកយើងដាក់ទឹកក្នុងធុងដើម្បីស្រោចផ្កាអក្សរទី20គឺអក្សរណអក្សរណគឺសត្វនាគ សួស្តីបងប្អូនខ្ញុំគឺជាសត្វនាគភ្លើង អក្សរទី21គឺអក្សរបអក្សរបគឺសត្វបង្កង សួស្តីបងប្អូនខ្ញុំគឺជាសត្វបង្កង អក្សរទី22គឺអក្សរផអក្សរផគឺត្រីផ្សោតសួស្តីអូនប្អូនខ្ញុំគឺជាត្រីផ្សោតអក្សរទី23គឺអក្សរពោអក្សរពោគឺសត្វពពែសួស្តីបងប្អូនខ្ញុំគឺជាសត្វពពែ
អក្សរទី24គឺអក្សរផអក្សរផគឺសត្វភេ សួស្តីបងប្អូនខ្ញុំគឺជាសត្វភេសមុទ្រអក្សរទី25គឺអក្សរមអក្សរមគឺសត្វមួន សួស្តីបងប្អូនខ្ញុំគឺជាសត្វមួន អក្សរទី26គឺអក្សរយោអក្សរយោគឺយន្តហង្សតោះទាំងអស់គ្នាឡើងយន្តហោះធ្វើដំណើរកំសាន្ត អក្សរទី27គឺអក្សររអក្សររគឺសត្វរុយ សួស្តីបងប្អូនខ្ញុំគឺជាសត្វរុយ អក្សរទី28គឺអក្សរលអក្សរលគឺសត្វលា សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាសត្វលា អក្សរទី29គឺអក្សរវអក្សរវគឺអ្នកគ្រូទន្សាយពាក់វ៉ែនតា អក្សរទី30គឺអក្សរសអក្សរសគឺសត្វសេះ សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាសត្វសេះ អក្សរទី31គឺអក្សរហហគឺហឹបយើងយករបស់មានតម្លៃដាក់ក្នុងហឹប អក្សរទី32គឺអក្សរលអក្សរលគឺឡានតោះយើងជិះឡានទៅសាលារៀនអក្សរទី33គឺអក្សរអគឺសត្វអណ្ដើកសួស្តីបងប្អូនខ្ញុំគឺជាសត្វអណ្ដើកជម្រាបលាបងប្អូនយើងជួបគ្នានៅមេរៀនបន្តទៀតណាសុខសប្បាយទាំងអស់គ្នា